ហេតុអីបានជាអ្នករាល់គ្នាមិនយល់សម្ដីខ្ញុំគឺមកតែពីស្ដាប់ពាក្យខ្ញុំមិនបានប៉ុណ្ណោះអ្នករាល់គ្នាមានអរិយសាតាំងជាឪពុកហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហាដែលគប់ចិត្តដល់ឪពុករបស់អ្នកវាជាអ្នកសម្លាប់គេតាំងពីដើមមកវាមិនបាននៅជាប់ក្នុងសេចក្តីពិតព្រោះគ្មានសេចក្តីពិតនៅក្នុងវាទេកាលណាវាពោលពាក្យភូតភរនោះដោះចេញអំពីចិត្តវាមកត្បិតវាជាអ្នកកំពូតហើយជាឪពុកនៃសេចក្តីនោះឯង